រឿងធំមួយទៀតរឿងពុកអលួយទៅតែកំចាត់ហ្មងពុកអលួយបាក់ពួកនិយមហ្នឹងបើនៅបន្តពុកអលួយទៀតគឺទៅអត់រួចទេបង្រឹងគុណភាពព័ត៌មានក្នុងស្រុកកុំធ្វើតែព័ត៌មានពិធីការព័ត៌មានលើកជើងច្រើនពេកគឺត្រូវតែធ្វើព័ត៌មានដែលជាចំណេះដឹងដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរីឯតំណាក់តំណងជាមួយនឹងប្រព័ន្ធនៃព័ត៌មានខាងក្រៅក៏យើងត្រូវតែមានតំណាក់តំណងល្អដែរកុំងាកបាត់អាហ្នឹងគឺថាដល់ពេលយើងត្រូវការរកសារព័ត៌មានបរទេសដើម្បីនិយាយឲ្យគេជឿអត់បានឥឡូវព័ត៌មានក្នុងស្រុកយើងនិយាយបរទេសជឿគេមិនជឿទេហើយកុំរើសអើងនយោបាយក៏ថាងមកពីនេះមកពីនោះខ្ញុំស្អប់បំផុតអ្នកអើងនយោបាយខ្ញុំស្អប់មានន័យថាយើងត្រូវតែរៀនធ្វើម្ចាស់ការលើជោគវាសនាខ្លួនឯងបាទជោគវាសនាខ្លួនឯងបើយើងមិនខ្លាំងគ្មានអាណាមកច្បាំងការពារទឹកដីយើងទេប៉ុន្តែសួរធ្វើម៉េចឲ្យខ្លាំងធ្វើម៉េចឲ្យមានទី1តើទទួលស្គាល់ថាយើងខ្សោយអត់ទទួលស្គាល់ថាយើងក្រឲ្យអត់កុំចេះតែអួតថាខ្លាំងណាស់មានណាស់ប៉ុន្តែ at the end of the day ទីបំផុតទៅយើងអត់មានអីសោះអាហ្នឹងមួយអាហ្នឹងមេរៀនទី1ទទួលស្គាល់សិនបើមិនទទួលស្គាល់ជាបាលបញ្ជាទេបើទទួលស្គាល់ហើយយើងទទួលយកការព្យាបាលឲ្យអត់អាហ្នឹងគឺរឿងមួយទៀតកែណាកំពៅសរសេរច្រើនជាងគេរឿងកែអាហ្នឹងទទួលអត់អាហ្នឹងទី2ព្រោះសង្ខេបទី3គឺត្រូវកែតម្រង់ជាក់ស្ដែងពីព្រោះក្រោយសង្គ្រាមមកណាបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាខមមិនច្រើនមែនតើខ្ញុំតាមដានក្នុងបណ្ដាញសង្គមចង់ឲ្យរដ្ឋាភិបាលកែតម្រង់គឺជាការទឹកចំនួននៃសារដែលជាសំណូមពររបស់ប្រជាពលរដ្ឋហើយជាក់ស្ដែងរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណែតម្រង់ល្អឥតខ្ចោះជាក្របខ័ណ្ឌគោលនយោបាយល្អណាស់ប៉ុន្តែកែមានប្រសិទ្ធភាពប៉ុណ្ណាអាហ្នឹងស្ដាប់សម្លេងប្រជាពលរដ្ឋមិនបាច់ទៅអួតខ្លួនឯងទេស្ដាប់តែសម្លេងប្រជាពលរដ្ឋទៅគឺអាចវាយតម្លៃបានពីសមិទ្ធផលនៃការកែតម្រង់ហើយរឿងធំមួយទៀតរឿងពុកអលួយទៅតែកំចាត់ហ្មងពុកអលួយបាក់ពួកនិយមហ្នឹងបើនៅបន្តពុកអលួយទៀតគឺទៅអត់រួចទេបន្តបាក់ពួកនិយមទៀតគឺកែមិនក៏ទៅអត់រួចដែរបាទអាហ្នឹងគឺត្រូវតែចាត់ទុកថាជាសត្រូវស៊ីរូងផ្ទៃក្នុងហ្មងបើមិនអញ្ចឹងទេយើងអត់អាចអភិវឌ្ឍជាតិយើងទៅមុខបានទី5គឺទំនើបកម្មវិស័យការពារជាតិមិនបាច់និយាយច្រើនទេគឺថាក្រសួងការពារជាតិលោកដឹងទំនើបអីកសាងសមត្ថភាពយ៉ាងម៉េចចំនួនតបយ៉ាងម៉េចគឺគ្មានអ្នកណាដឹងជាងក្រសួងការពារជាតិខ្លួនឯងទេបើខ្ញុំមិននិយាយទេហើយទី6គឺមូលធនមនុស្ស